Yo sus đầy nè khnéខ្ញុំមកពីrồiយើងបានជួបគ្នាម្ដងហើយជាមួយនឹងរឿងបកគោចិត្តរឿងហ្នឹងគឺថាពីអតីតគឺចេញតែពី chapter ទេអញ្ចឹងហើយបានតែមួយវគ្គអញ្ចឹងណាអញ្ចឹងបាន review ហើយមុនចូលដល់សាច់រឿងរបស់យើងខ្ញុំក៏សូមអរគុណទៅដល់កញ្ញាយ៉ាវនិយាយទៅគឺថាខ្ញុំឲ្យគាត់អ្នកស្គាល់គ្នាអញ្ចឹងទៅខ្ញុំក៏ដាក់ nickname ឲ្យគាត់ថាយ៉ាវអញ្ចឹងទៅហើយគាត់ក៏បានឲ្យខ្ញុំចំនួន3000រៀលអរគុណខ្លាំងមែនទែនចាយសូមចែកគាត់thêmបានចែកជុំជុំគូសានអាយុយឺនយូរហើយបែបទីម៉ាននេះខ្ញុំភ្លេចបាត់តែកុំបាច់ខ្វល់ចូលសាច់រឿងរបស់យើងមកតទៅវគ្គមុនជីទូយ៉ាងដែលកំពុងតែបីយូរលឿនចាក់ចេញពីកណ្ដាលសាទឹកវិញ្ញាណដែលទៅទីកណ្ដាលទូទៅយើងកំពុងតែបើហាត់ហ្នឹងនាងក៏បាននិយាយជាមួយនឹងយូងលឿនថានិយាយចឹងយូងលឿនឯងប្រាប់យើងមកថាអ្វីដែរបានជាឯងនឹងគឺរងស្នេហ៍ជាមួយនឹងហ្វឹងពូសៀដែលទៅជាអាពូជបិសាចវិញ្ញាណមួយដែលវានឹងគឺថាមួយចំណោមពូជបិសាចវិញ្ញាណនឹងគឺថាវាងងជាងគេចឹងងងអីគឺកំសាកជាងគេយូងលឿននាងក៏បានថានាងក៏មិនដឹងដូចគ្នាហ្នឹងជីស៊ូយ៉ានាងក៏បាននិយាយបន្តទៀតដល់និយាយអំពីអតាចរិតរបស់អបិហ្វឹងពូសៀហ្នឹងថាវាណាគឺថាជាមនុស្សដែលមានប្រពន្ធច្រើននិយាយសូទៅគឺជាមនុស្សដែលមុខស្អីប៉ុន្តែគឺថាវាតែងតែក្បត់ប្រពន្ធវាផាប្រពន្ធបងវាម្ដងមួយអញ្ចឹងទៅគឺតែមានមួយស្អីផ្សេងរហូតអញ្ចឹងណាហើយដោយសារតែវានឹងគឺជាខ្សែឈាមរបស់ពូជមយូឡាអញ្ចឹងណាគឺថាធ្វើឲ្យពួកបិសាចវិញ្ញាណផ្សេងទៀតហ្នឹងគឺចង់បានខ្សែឈាមវាខ្លាំងមែនទែនអ្នកខ្លះទៀតហ្នឹងគឺថែមទាំងចង់មានអីជាមួយនឹងវាដើម្បីបង្កើតបានកូនទៀតផងយូងលឿនដែលកំពុងតែទៅបានជីស៊ូយ៉ាន3ណាលឺនៅអត្តចរិតរបស់វាថាវាគឺជាមនុស្សដែលមុខស្អីអញ្ចឹងធ្វើនាងគឺមានការភ្ញាក់ហ៎ហេតុបានជាអ្នកមិនព្រមប្រាប់ខ្ញុំនៅក្នុងជីវិតមុនអញ្ចឹងជីយូចាននាងក៏បានទៅវិញថាងជីវិតមុនណាគឺនាងដឹងដោយសារតែនាងក៏បានចូលរួមក្នុងសមរភូមិនេះអញ្ចឹងព្រោះពេលហ្នឹងគឺនាងខ្សោយខ្លាំងហើយនាងទៅបានដេញសម្រាប់ឲ្យពួកវិសាចអញ្ចឹងទៅពួកវិសាចហ្នឹងមិនមែនពួកវិសាចទេតែពួកវិសាចវិញ្ញាណអញ្ចឹងណាបើសិនជានាងបានចូលវិញគឺថានាងគឺបានងាប់ហើយពេលហ្នឹងយូរវិញនាងក៏បានថាទៀតថាអើយចោលឲ្យពួកយើងតើពួកយើងគួរតែធ្វើមិនទៅដើម្បីឲ្យសិស្សបងគឺរឿងវិញទៅឲ្យពួកយើងតែជីស៊ូចានហ្នឹងគឺនាងបានតបអីទេហើយសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងរបស់សម្ព័ន្ធមិត្តរបស់ម៉ូនយូងលឿនគឺថារឿងដែលយូលឿនទៅបានគេពួតវេបហាហ្នឹងគឺបានលើទៅដល់ប្រងោក៏បានយូលឿនហ្នឹងទៅប្រាប់មនុស្សផ្សេងទៀតតែជាសំណាងល្អដែលនាងគឺទៅបានជួយដោយពូជបិសាចវិញ្ញាណមួយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងក៏នៅតែមិនដឹងថានាងគឺនៅទីណាដែរហុយផំគាត់គឺបានវេថ្មដែលនៅក្បែរនឹងម្ដាយវានឹងគឺបែកតិចហុយពួកគេទាំងអស់នេះគឺដូចជល់ពេកហើយចុះមិនមែនឃើញថ្មនៅក្បែរនឹងផងអូខេអ្នកគូចឹងយើងក៏បានដឹងដែរថាប្រងោក៏គាត់មានឈ្មោះថាហ្វឹងរងសៀនតែសម័យគាត់ថាប្រងោហ្មងទៅហើយគាត់នឹងក៏បានបន្ថែមទាំងខឹងទៀតនឹងថាអ្នកនេះពួកយើងចាប់អមោក្នុងគ្នាអម្បោបិសាច់វិញ្ញាណអម្បោព្រះនិងអម្បោខ្មោចគឺទៅតែស្លាប់មនុស្សនៅក្នុងក្រុមក៏បានស្រែកឡើងសម្លាប់បន្ទាប់មកសាច់រឿងរបស់យើងនឹងក៏បានកាត់មកទីកន្លែងមួយតែជប់អម្បោព្រះគឺក៏អម្បោអតិទេពហ្នឹងខ្ញុំដូចចូលរួមថាជាពួកអ្នកដែលកាន់សាសនាពីស្ទឹមដែលទៅអង្គទូពរបស់យើងនឹងមែនពួកអ្នកកាន់សាសនាពីស្ទឹមហ្នឹងជាពួកព្រះសង្ឃដែលទៅអង្គទូពរបស់យើងនឹងឯងប៉ុន្តែប្រហែលជាមិនមែនទេអម្បោអតិទេពប្រហែលជាអម្បោផ្សេងចឹងទៅពួកអ្នកកាន់សាសនាពីស្ទឹមហ្នឹងគឺត្រឹមតែជាឧបសង្ឃធម្មតាចឹងទៅខ្ញុំដូចជាអសោះច្បាស់ដែរមានអាចារ្យមើលសិនចឹងគឺថាសាច់រឿងរបស់យើងគឺបានកាត់មកកន្លែងសារទឹកវិញ្ញាណដែលទូពរបស់យើងកំពុងតែបង្ហាត់ហ្នឹងគាត់នឹងក៏បាននិយាយថាសតបទី4ទី5និងទី6របស់សមរភូមិឋានសួគ៌ពីបុរាណណាគឺបានបើកហើយអញ្ចឹងគឺគ្រប់ Heaven Chosen ដែលមានអាយុក្រោម50ឆ្នាំទាំងអស់គឺអាចចូលបានអញ្ចឹងហើយវាដល់ពេលហើយសម្រាប់គាត់ដើម្បីបដូរទីតាំងនិយាយទៅគាត់ថាគាត់ចង់ទៅវឹកហាត់នៅកន្លែងផ្សេងអញ្ចឹងទៅនិយាយហើយគាត់ក៏បានរត់ចេញពីសារទឹកវិញ្ញាណហ្នឹងឃើញចឹង system ក៏បានស៊ូតែគាត់នឹងទៅណាពូយាយគេក៏បានថាគឺតវឹកហាត់នៅសតបទី6នឹងឯងដែលទៅជាដើមឈើទៅហាក់ដឹងទៅដោយសារតែទីកន្លែងហ្នឹងគឺវាមានប្រសិទ្ធភាពជាងសារទឹកវិញ្ញាណចឹងហើយគាត់ក៏បានធ្វើដំណើរទៅទិសមួយឃើញចឹង system គេក៏បានស៊ូប៉ុន្តែគឺថាតែ report ដែលនាំទៅកន្លែងដើមឈើហ្នឹងគឺមិនមែនទៅដើមហ្នឹងទេគឺចឹងយូយាយគេក៏បានទៅវិញជាមួយនឹងស្នាមខ្ញុំថាដោយសារតែគាត់ហ្នឹងគឺទៅសម្រាប់អ្នកគេម្នាក់ហ្នឹងឯងដែលម្នាក់ហ្នឹងគឺជាទូវូយិនគឺចឹង system វាក៏បានថាជុំទូវូយិនអបិមួយដែលទៅជា Heaven Chosen របស់ម្បោបិសាចហ្នឹងមែនតែវាគឺបានសម្រាប់មនុស្សអស់ជាង100នាក់ជាងនៅក្នុងជីវិតមុនហ្នឹងមែនទូព្រោះរបស់យើងក៏បានថាអាមួយនឹងឯងគ្មានអាទេម្ដងនេះគឺថាគាត់គឺនឹងធ្វើការវាបហាវាមុននិយាយចុះហើយគាត់ក៏បានប្រើធម្មពលរបស់គាត់នឹងគឺថា host ទួយសំដៅទៅកន្លែងរបស់មួយនឹងហ្មងតែសំខាន់ស្អីរបស់ភេទនិយាយអំពី Heaven Chosen ជាមួយនឹង The Heavenly Chosen One ពីរនឹងអ្នកដែលចូលចិត្តបែប cultivation ភាគច្រើនប្រហែលជាគិតថាវាតែមួយចឹងទៅតែសម្រាប់ខ្ញុំគិតថាវានឹងគឺពីរផ្សេងគ្នាដោយសារតែ Heaven Chosen ពួកហ្នឹងគឺជាពួកដែលត្រូវបានជឿដោយឋានសួគ៌ចឹងទៅសំណាងរបស់ពួកហ្នឹងគឺអាចថាវាមានសំណាងយ៉ាងខ្លាំងគាត់ដោយសារតែ Heaven Chosen ពួកហ្នឹងគឺជាពួកដែលត្រូវបាន
ឋានទូចចឹងណាសំណាងនឹងជោគស្នាមរបស់ពួកនឹងអាចថាគាត់បើដែរពួកនឹងគឺមានសំណាងនឹងជោគស្នាមបានទៅកន្លែងល្អមួយចំនួននៅទទួលបានរបស់ល្អមួយចំនួនដែរចឹងណាប៉ុន្តែចំណែក The Heaven ឬ Chosen One នេះពួកនឹងគឺជាពួកដែលត្រូវបានបន្ទានពរពីឋានសួគ៌តែម្ដងបើនិយាយពីជោគស្នាមរបស់ពួកនឹងគឺថាធំធេងតែម្ដងពួកនឹងគឺដូចជាទូអាចក៏ជាទូអាចតែម្ដងក្នុងរឿងមួយចំនួនណាយើងអាចមើលទៅកាន់ស៊ីវយានបានស៊ីវយានក៏ជា The Heaven ឬ Chosen One មួយផងដែរបើនិយាយពីកម្រិតរបស់វាអាចជា Legendary យកហ្មងអាបែបហ្នឹងពួកអីគឺថាវាងាប់ហើយរឿងវិញរហូតមកងាប់3បណ្ដងគឺរឿងវិញទាំង3បណ្ដងហ្នឹងហ្មងហ្នឹងហើយគឺជាអត្តពលរបស់ The Heaven ឬ Chosen One ហើយកន្លែងដែលស៊ីវយានងាប់ហ្នឹងគឺខ្ញុំចាំតែពីកន្លែងទេកន្លែងទី1គឺជាកន្លែងដែលស៊ីវយានទៅបានគេបំផាញ់បដងក៏មិនទេហើយក៏ទៅបានប្រពន្ធទី3របស់គាត់ដែលទៅជាវិញ្ញាណដាតភើងហ្នឹងលះបង់ជីវិតរបស់នាងជួយហើយកន្លែងទី2ក៏រៀងគ្នាដែរតែទៅបានប្អូនរបស់គាត់ដែលទៅជាវិញ្ញាណរន្ទះហ្នឹងគឺបានលះបង់ជីវិតរបស់វាដើម្បីជួយអញ្ចឹងវិញ្ញាណរន្ទះដែលទៅបានស៊ីវយានចាប់ទុកដូចជាប្អូនហ្នឹងគឺក្នុងខ្លួនរបស់គាត់ហើយបែបហ្នឹងគឺវាបានវិវត្តចេញមកពីបច្ចេកទេសរន្ទះមួយរបស់គាត់ខ្ញុំអត់សូវចាំទេតើយើងចូលទៅកាន់សាច់រឿងរបស់យើងវិញមួយសន្ទុះក្រោយមកសាច់រឿងរបស់យើងហ្នឹងគឺបានកាន់មកកន្លែងរបស់ពួកអម្បូរបិសាចទីកន្លែងហ្នឹងគឺថារឿងស្វាយរឿងតែម្ដងហើយសារទៅពេលហ្នឹងក៏មានពន្លឺមួយបានធ្លាក់មកពីរឿងម៉េចអឺសូតែប៊ឹមដែលអ្នកដែលបានធ្លាក់ហ្នឹងគឺជាទូពរបស់យើងលូយេហ្នឹងឯងគាត់តែម្ដងពេលអាបែបហ្នឹងមិនចាំយូរវាក៏បានដកដាវថ្មវាចេញមកតែម្ដងគាត់ហ្នឹងក៏បាននិយាយតែម្នាក់ឯងផងដែរថា The Heaven Chosen របស់ពូជបិសាចនេះគឺគូតែចិត្តមកដល់អញ្ចឹងគឺជាអបតូពូយិននឹងឯងបាទតែពេលហ្នឹងក៏មានអ្នកដែលឈានជើងចេញពីភាពងឹតមកពិតមែនតែអ្នកហ្នឹងគឺមិនមែនជាទូពូយិនដែលទៅជា Heaven Chosen របស់ពូជបិសាចទេតែវាគឺជាកូនប្រុសរបស់អាធើយបិសាចឋានសួគ៌ដែលឈ្មោះរបស់វាហ្នឹងគឺមានឈ្មោះថាយីអានលូយេគាត់តែឃើញព្រមគេក៏បានដឹងមកថាបែបហ្នឹងវាគឺជាយីអានដែលទៅជាកូនប្រុសរបស់អាធើយបិសាចឋានសួគ៌យីអានគេក៏បានឃើញទូពណ៌របស់យើងផងដែរហើយគេក៏បានឆ្ងល់ថាជុំហេតុអីបានជាពូជមនុស្សហ្នឹងមកធ្វើអីនៅទីកន្លែងនេះចឹងអញ្ចឹងហើយគេក៏បាននិយាយទៅកាន់គេម្នាក់ថាពួកយើងគឺមិនដឹងពីកម្លាំងដ៏ពិតប្រាកដរបស់គេទេអញ្ចឹងហើយគឺពួកយើងមិនគូររឿងអីចឹងណាបើសារតែអញ្ចឹងហើយគេក៏បានសួរទៅកាន់ទូពណ៌របស់យើងថាអេតើឯងគឺមកកន្លែងរបស់បងបិសាចរបស់យើងធ្វើអីលូយេគេក៏បានតទៅវិញជាមួយនឹងស្នាមយើងថាវាមិនមែនជារឿងរបស់ឯងទេឯងនឹងគូតែចេញឆ្ងាយបើឯងចង់ក្នុងលពោគឺចឹងធ្វើយីអានគេក៏យ៉ាងខឹងដែរពួកឯងគេនឹងនិយាយទូពោជាមួយទូពរបស់យើងទេចុយឯងនឹងថាអញជាណាគេអត់និយាយបានតែប៉ុណ្្នឹងទូពរបស់យើងក៏បានស្ទុះមកគេយ៉ាងលឿនតែម្ដងតែធ្វើគេនឹងគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនប៉ុន្តែអ្វីធ្វើគេកាន់តែភ្ញាក់ផ្អើលទៀតនោះគឺថាទូពរបស់យើងគឺបានភូគេចឹងទៅគឺមិនបានមកអគេទេប៉ុន្តែគឺទៅរកអ្នកដែលនៅពីក្រោយគេហើយបែបមួយដែលទៅតែចេញពីភាពងឹតនៅពីក្រោយយីអានមិញហ្នឹងក៏ស៊ីមួយឈវិញចំកញ្ចឹងក៏របស់ទូពរបស់យើងមិនដាប់បាច់ឈាមឈ្វាយតែម្ដងហើយមួយសក់ស្វាយហ្នឹងគឺគ្មានណាគេឆ្ងាយទេគឺជាទូវូយិននឹងឯងទូវូយិនគេឡើងមានការភ្ញាក់ផ្អើលស្អីគេឯងគឺមិនមែនមកសម្រាប់កូនប្រុសរបស់អាថេកបិសាចទេតែគឺសម្រាប់យើងនិយាយបានតែប៉ុណ្្នឹងវាក៏បានដាច់ខ្យល់ដួលកាពៀបាត់ទៅឃើញចឹងយីអានគេមានការភ្ញាក់ផ្អើលតែម្ដងហើយក៏បាននិយាយទៅកាន់ទូពរបស់យើងថាតែអញគឺចង់សម្រាប់យើងដើម្បីបំពេញមាត់ដែរមែនលូយេគេក៏បានតទៅវិញថាអញគ្មានចំណោទរំទេហើយក៏បានចាក់ចេញបាត់ទៅឃើញទូពរបស់យើងបានចាក់ចេញទៅបាត់ចាធ្វើគេគឺរងធូរស្បាយតែម្ដងអើយអាមកអញភ័យចង់ងាប់អូតែដល់ពេលហ្នឹងផងដែរក៏មានបិសាចមួយទៀតហ្នឹងគឺបានម្ដងអបិសពពលយ៉ាង20ហ្នឹងវាក៏ជា Heaven Chosen របស់ពូជបិសាចផងដែរឈ្មោះវាគឺជាងយីម្ដងភ្លាមឃើញតែយីអានអញ្ចឹងគេក៏បានសួរថាចុំឯណាទូវូយិនតែសារពេលហ្នឹងវាក៏បានឃើញសាកសពរបស់ទូវូយិនដែលបានដីស្រាប់នៅខាងក្រោមហ្នឹងធ្វើវាគឺនេះគឺជាសាកសពរបស់ទូវូយិនឯងយីអានតែឯងគឺបានសម្រាប់ទូវូយិនមែនយីអានគេក៏បានតទៅវិញយ៉ាងថាតែមែនខ្ញុំទេវានឹងគឺជាមនុស្សម្នាក់អញ្ចឹងជាងយីគេក៏បានថាទៀតថាមនុស្សចាំបាច់បានវាមិនសម្រាប់ឯងដែរចឹងយីអានគេក៏បានតទៅវិញជុំហើយនិយាយមកហ្នឹងហាក់ដូចជាចង់អញងាប់ដែរមែនជាងយីវាក៏បានថាអើយអញយល់ថាដែរបានជាថាពូជបិសាចរបស់ពួកគេនឹងគឺតែងតែចាញ់គេរហូតចឹងយីអាននៅក្បែរហ្នឹងគេក៏បានដកដង្ហើមធំអាបែជាងយីហ្នឹងគឺវាចង់មានន័យថាអត់ចេះជួយគ្នាអញ្ចឹងណាហើយ50លានម៉ោងក្រោយមកសាច់រឿងរបស់យើងហ្នឹងក៏បានកាត់មកកន្លែងសតបទី7អធិស្ឋានបន្ទាប់ពី6ទីផុតទូពរបស់យើងគឺបានមកដល់សតបទី6ហើយនៅមុខគាត់ហ្នឹងគឺមានដើមឈើមួយដែលទៅជាដើមឈើតែដឹងតៅហ្នឹងឯងគាត់តែមកដល់ព្រមគាត់ហ្នឹងក៏បានសង្កេតឃើញអ្វីមួយដែលហ្នឹងគឺជាពពួកវិញ្ញាណអាក្រក់ឃើញចឹងលូយេគេក៏បានដកដាវថ្មរបស់គេចេញមកហើយក៏បានចោលវាចាប់ចេញមកអស់មកគាត់និយាយអញ្ចឹងចប់ព្រាមគឺថាពពួកវិញ្ញាណអាក្រក់ជាច្រើនណាគឺបានចេញមកឃើញចឹងមិនចាំយូរលូយេគេក៏បានស្ទុះទៅសម្រាប់ពួកហ្នឹងគឺថាស្វីងឡើងខ្ទេចតែម្ដងសម្រាប់ពួកវាអស់ហើយគាត់ហ្នឹងក៏បានទៅបង្ហាត់ក្រមដើមឈើទៅដឹងតៅមួយហ្នឹងអូតែពេលហ្នឹងផងដែរក៏មានតែគេម្នាក់ហ្នឹងគឺបានម្ដងហើយក៏បាននិយាយថាជុំតើនឹកខ្យល់អីផងមានគេមកដល់ក្រោយនឹងមុនបាត់
ហើយអ្នកដែលបាននិយាយហ្នឹងគឺជាអ្នកបងពីនិកាយ wisdom នឹងឯងអាបែបមួយដែលតបានទូពរបស់យើងរឿងអឿនជាពុតឲ្យមុនហ្នឹងវាក៏បាននិយាយទៅកាន់សាច់បងវាថាសាច់បងម្នាក់នេះគឺគេមានកម្លាំងខ្លាំងណាស់សាររបស់និកាយ wisdom របស់យើងច្រើនគឺបានស្លាប់នៅក្នុងដៃរបស់គេនៅពេលដែលនៅកន្លែងសាទឹកវិញ្ញាណសាច់បងរបស់គេក៏បានថាអូគឺជាគេហ្នឹងហ៎អាបែបហ្នឹងវាក៏បានថាបាទគឺជាគេហ្នឹងហើយប៉ុន្តែគឺគេមានកម្លាំងខ្លាំងណាស់ឬចឹងសាច់បងគេក៏បានស្រែកឡើងឯងនិយាយថាគេខ្លាំងដោយសារតែឯងគឺមិនដែលឃើញពីកម្លាំងរបស់យើងដោយការស្រែកដ៏ខ្លាំងរបស់គេនោះគឺបានបង្ហាញនៅរូបសំណាកពណ៌មាសមួយគឺបានឡើងពីក្រោយរបស់គេមើលទៅយ៉ាងអំណាចតែម្ដងដោយហើយគេក៏បានស្រែកទៅកាន់ទូពយើងដែលកំពុងតែវឹកហាត់នឹងថាឆាប់ចេញឲ្យឆ្ងាយឬចឹងទូពយើងដែលកំពុងតែវឹកហាត់នឹងគេក៏បានងាកទៅមើលពួកនិកាយ wisdom ដ៏គួររំខានទៀតតែសាប់ពេលប៉ុណ្ណេះក៏មានមនុស្សទៀតនឹងគឺបានដល់តែម្នាក់ហ្នឹងគឺជាជ្រូវិញនឹងឯងនាងក៏បាននិយាយទៅកាន់មនុស្សនៅក្នុងនិកាយ wisdom ថាកុំមកចង់រំខានទៅដល់ការវឹកហាត់របស់លោកម្ចាស់របស់នាងចឹងណាគាត់តែឃើញជ្រូវិញព្រាមធ្វើទូពយើងគាត់អត់ជុំជាទីបំផុតហ្នឹងគឺថាមនុស្សដែលគូសំខាន់ជាងគេនឹងគឺបានមកដល់ហើយនិយាយទៅគឺថាជ្រូវិញនឹងគឺតាមការគាត់មែនតែមិនទៅគាត់នឹងគឺនឹងកំចាត់ពួកគេដែលខ្លួនឯងគិតចឹងហើយគាត់នឹងក៏បានបញ្ចេញនៅវិញ្ញាណរបស់គាត់មួយដែលពោពេញទៅដោយចេតនាសម្រាប់ហោះទៅកាន់មនុស្សនៅក្នុងនិកាយ wisdom មួយហ្នឹងតែធ្វើពួកគេនឹងក៏មានអារម្មណ៍ថាយ៉ាងភ័យខ្លាចដែរមុនពេលដែលពួកគេគឺអាចធ្វើបានក៏ឆ្វេងពួកហ្នឹងក៏ងាប់អស់ទៅហើយចំណែកសាច់បងរបស់ពួកហ្នឹងវិញរូបសំណាកដែលនៅពេលខាងក្រោយក្នុងរបស់គេហ្នឹងក៏បានប្រែបែកហើយធ្វើឲ្យគេនឹងគឺងញួរខ្លួនតែម្ដងបានទៅតែមិនសោះពាក្យមួយថាអមេថាបើហើយក៏ពាក្យបាត់ទៅជួវិញនៅក្បែរណាគាត់ឃើញពីកម្លាំងរបស់ទូបើយើងព្រៀងធ្វើនាងក៏មានការភ្ញាក់អោដែរទុកចិត្តរបស់នាងគឺថាការបង្ហាត់របស់សាច់បងគឺពិតជារឿងខ្លាំងណាស់តែគាត់នៅគឺកំពុងតែទុកឲ្យពួកយើងគឺនៅពីខាងក្រោយខ្នាត់ខំគាត់ដែលមិនអាចចាប់ទន់គាត់បានមែននិយាយទៅថានាងខ្លាចថាមិនបានឃើញទូបើយើងម្ដងទៀតបន្ទាប់ពីគាត់នឹងគឺបានខ្លាំងពេកហើយក៏ទៅកាន់ភពផ្សេងទៅហើយនាងតាមអត់ទន់អញ្ចឹងណាគឺជាងហើយនាងក៏បានហៅទៅកាន់ទូបើរបស់យើងលោកម្ចាស់រួចហើយនាងក៏បានណូតជង្គង់លោកម្ចាស់មិនថាអ្នកគឺទៅទីណាតែខ្ញុំគឺនឹងទៅជាមួយអ្នកជានិច្ចខ្ញុំគឺនៅវឹកហាត់ឲ្យទាន់អ្នកហើយនាងក៏បានបែរដើម្បីដើរចាកចេញស្បងវាសិនហើយមិនថាយ៉ាងណាក៏ដោយខ្ញុំគឺនៅហាត់ឲ្យទាន់អ្នកឲ្យតតែបានហើយសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងសម្ព័ន្ធមើលរបស់មេអូនយូងលឿនវិញម្ដងយើងបានគេថានៅទីកន្លែងហ្នឹងគឺមានទឹកជ្រោះយ៉ាងស្អាតមួយនៅពេលក្រោមទឹកជ្រោះហ្នឹងយើងក៏បានគេថាមេអូនយូងវិញកំពុងតែឈរពីក្រោមហ្នឹងឯងឥឡូវនេះគឺថាគេចូលទូសេតគេម្ដងហើយហ្វឹងវូសៀយើងគឺនឹងសម្លាប់ឯងកំពុងតែសេតសឹកក្នុងប្រងោក៏បានម្ដងនៅក្នុងឯប្រព័ន្ធហ្នឹងគឺមានកណ្ដាលមួយពួកយើងគឺបានរកឃើញហ្វាំងហ្វូស៊ីហើយគាត់ក៏បានហុចក្តារហ្នឹងឲ្យអូនយូងលឿននាងក៏បានអានហើយនាងក៏បានដឹងថាអាប៉ែហ្វាំងហ្វូស៊ីហ្នឹងគឺវាបានជួយដល់ការរត់គេចនៅងងពេលដែលនាងកំពុងតែប្រយុទ្ធគ្នាហ្នឹងណាប៉ុន្តែឥឡូវនេះគឺថាគេក៏បានធ្លាក់ចូលទៅក្នុងដៃរបស់ពូជសាសអតិទេពហើយគឺថាតើបានពូជសាសអតិទេពហ្នឹងគឺដាក់ទណ្ឌកម្មយ៉ាងសាហាវតែម្ដងអញ្ចឹងយើងក៏បានដឹងថាពូជសាសអតិទេពហ្នឹងគឺមិនមែនជាពួកនិកាយ wisdom ទេអូឥឡូវបាននាងអានហើយពិតគ្រាន់តែអានហើយព្រាមនាងក៏បានសើចចំណុចម៉េះហើយបានជាពូជសាអតិទេពនិងពូជសាបិសាច់វិញ្ញាណមិនពុំសម្រាប់ហ្វាំងហ្វូស៊ីឲ្យលឿនហ្មងតើអូមើលទៅហើយពួកគេនឹងគឺបានដឹងថានាងនឹងគឺស្អប់ហ្វាំងហ្វូស៊ីអញ្ចឹងក៏ចង់ដាក់តែឲ្យនាងនឹងទៅសម្រាប់ហ្វាំងហ្វូស៊ីដែលខ្លួនឯងរួចហើយក៏សម្រាប់នាងអញ្ចឹងណាហើយនាងក៏បានបោះក្តារចេញនឹងបន្តទៀតថាដល់ណានាងមិនបង្ហាញខ្លួនពួកគេគឺនឹងនៅតែបន្តដាក់ទណ្ឌកម្មទៅហ្វាំងហ្វូស៊ីទៀតអញ្ចឹងហើយតើពួកគេនឹងគឺបន្តដាក់ទណ្ឌកម្មបែបហ្វាំងហ្វូស៊ីទៀតទៅអ្នកគ្នាមិនបាច់ខ្វល់អំពីសម្លេង Sky Pro ស្អីទេមិនបាច់ខ្វល់ទេស្អាប់តែសម្លេងខ្ញុំតបានហើយព្រោះងើនៅក្បែរនឹងគេក៏បានទៅសារទៅកាន់យងលៀនផងដែរយងលៀននាងក៏បានទៅវិញថានាងគឺគួរតែមិនចង់ធ្វើកំហុសដោយកើមុនទៀតអញ្ចឹងណាព្រោះស្រីយើងក៏បានកាត់មកខាងក្រៅសមរភូមិឋានស៊ូពីបឡាននៅកន្លែងមួយដែលនឹងគឺជាកន្លែងរបស់និកាយ wisdom ឯងមានសម្លេងមួយគឺបាននិយាយឡើងសិស្សជាង20នាក់របស់និកាយ wisdom របស់យើងគឺបានស្លាប់នៅក្នុងការវិភាគតែមួយតើនិកាយ wisdom របស់យើងគឺបានធ្លាក់ចុះដល់ថ្នាក់ហ្នឹងមែននៅក្នុងវិមានមួយរបស់និកាយ wisdom មានរូបសំណាកព្រះពុទ្ធដ៏ធំមួយជាមួយនឹងព្រះសង្ឃជាច្រើនដែលនៅក្បែរហ្នឹងអ្នកដែលបាននិយាយហ្នឹងក៏បានដើរចូលមកអមេថាបាគាត់ហ្នឹងគឺទៅជាបដិជគុណឌូឆានហើយគាត់ហ្នឹងក៏បានបន្ថែមទៀតថាតើគាត់នឹងគឺទៅតែសារបងទូពោះយើងដោយខ្លួនឯងទៅតែបើសិនជាគាត់ប្រហែលជាដែរចាំន័យថាវាសនារបស់និកាយ wisdom ជាមួយនឹងដើមឈើត្រាតដឹងតើគឺមិនទាន់មកដល់នៅឡើយទេព្រះសង្ឃទាំងអស់នៅក្បែរហ្នឹងក៏នាំគ្នានៅឡើងអមេថាបាហើយបើសិនជាព្រះសង្ឃនេះគឺអាចវេឈ្នះគេបានអញ្ចឹងន័យថាវាសនារបស់និកាយ wisdom ជាមួយនឹងដើមឈើត្រាតដឹងតើគឺបានមកដល់ហើយរឿងអានោះដោយសារខ្ញុំទៅវិញចង់រួចហើយដោយសារតែចុកខ្នងខ្លាំងចឹងទៅមិនថាខ្ញុំហត់ទេគឺខ្ញុំចុកខ្នងខ្លាំងហើយមូលហេតុហ្នឹងក៏ដោយសារខ្ញុំអង្គុយធ្វើមួយថ្ងៃហើយអ្នកផ្សេងគេអង្គុយមានតុមានអីអង្គុយមានកុងទ័រឯងធ្វើទូរស័ព្ទហើយពន្លឺពណ៌មាសក៏បានចេញពីខ្លួនរបស់គាត់បន្ទាប់មកក៏បានបាញ់ឡើងទៅព្យូ
50 រៀលមកក្រោយមកនៅក្នុងសមត្ថភូមិឋានសួគ៌ពីបាននៅកន្លែងទូពណ៌របស់យើងពលឺពណ៌មានមួយនឹងក៏បានធ្លាក់មកនៅក្បែរគាត់សូវតែប៊ុំទូពណ៌របស់យើងក៏បានងាកទៅមើលផងដែរហើយពលឺពណ៌មាននឹងគឺទៅជារូបរាងកាយតំណាងរបស់បច្ចេកបដិជគុណឌូឆេងនឹងឯងហើយបដិជគុណឌូឆេងក៏បានធ្វើជានិយាយទៅកាន់ទូពណ៌របស់យើងជារ៉ាប់ថាសុំការណែនាំអីចឹងណាទូពណ៌របស់យើងគេក៏បានដឹងភ្លាមថាបដិជគុណឌូឆេងគឺស្ថិតនៅក្នុងកម្រិតទី6នៅក្នុងចិត្តរបស់គាត់គឺថាគាត់នឹងគឺមិនគួរមើលសារអ្នកដែលស្ថិតនៅក្នុងកម្រិតទី6នោះទេគឺអញ្ចឹងហើយគាត់នឹងក៏បានធ្វើជានិយាយតបទៅវិញអូខ្ញុំគឺទឹកតែយល់តោបានខ្លះដែរហ្នឹងចឹងខ្ញុំសង្ឃឹមថាវានឹងអាចជួយទៅដល់អ្នកគាត់ទៅចឹងធ្វើប្រជាជននឹងគាត់មិនមែនការភ្ញាក់ផ្អើលតែម្ដងជុំតើអារនេះក៏ពិតជាបានយល់ដឹងអំពីអ្វីមួយពិតមែនហើយតែសារពេលហ្នឹងលូយាយគឺក៏បានជួយទៅការហ្នឹងបើកនៅការវិភាគដ៏ខ្លាំងមួយសំតោទៅកាន់រូបតំណាងរបស់ប្រជាជនហ្នឹងឃើញចឹងធ្វើប្រជាជនហ្នឹងគាត់មិនមែនការភ្ញាក់ផ្អើលហើយគាត់ហ្នឹងក៏មិនអាចធ្វើឲ្យតន់ដែរដោយសារតែវានឹងគឺលឿនពេកហើយក៏ភៀវខ្ទេចតែម្ដងគាត់ទៅរូបតំណាងរបស់គាត់គឺបានរយព្រាមហើយគាត់ទៅរូបកាយតំណាងរបស់គាត់គឺបានរយព្រាមរូបកាយពិតរបស់គាត់ក៏បានក្អួតឈាមព្រោះហើយបានធ្វើពិសោធន៍យ៉ាងណានៅក្បែរហ្នឹងគឺមានការបារម្ភតែម្ដងប្រជាជនចិនធัวគាត់នឹងក៏បានយ៉ាងទាំងមកពុពទៅដល់ឈាមនឹងថាចាប់ពីថ្ងៃនោះតទៅគឺកុំឲ្យទៅវាទូពរបស់យើងទៀតពួកអីវាដូចជាការនាំគូមកដល់មកកាន់កាយរបស់ពួកគេចឹងអូខេនេះថាយើងគឺមានតែប៉ុណ្្នឹងឯងតាមពិតខ្ញុំទៅធ្វើឲ្យតាំងពីម៉ោង2ដល់10កន្លះអីប៉ុន្តែដោយសារតែ Sky តកូនវាពុះដល់ហើយវាមានអ្នកវាបាត់ដល់ញីដល់ឈ្មោះអីចឹងណាចឹងគឺអញ្ចឹងញ៉ាយកចឹងគឺមានតែប៉ុណ្្នឹងឯងអរគុណអ្នកទេតាមប្រយោជន៍របស់ខ្ញុំមួយនេះ Good night